របៀបស្ងោរត្រឡាចឲ្យឆ្ងាញ់ចាប់ដើមដាក់សាច់ហើយរងយកវិចមកកូរសាច់ឲ្យរាងបែកបន្តិចចុងភៅពិសេស Master Chef អូខេចាប់ដើមហើយស្ងោរត្រឡាចហើយក៏មានត្រីងៀតដែរនេះហើយនេះគឺជាត្រឡាចតោះមកយកអំបិលដាក់បន្តិចដាក់អំបិលបន្តិចមកដកតិចទៅកុំច្រើនពេកតិចថយអូខេអូខេនេះត្រឡាចរបស់យើងហើយនេះសាច់នឹងទឹកចាប់ដើមដាក់ហើយក៏យើងមានត្រីងៀតដែរណាស្ករសដាក់ស្ករសបន្តិចមកនោះលើកំប៉ុងជួយចំតរងបានគេឃើញយើងហ្នឹងបានដាក់ស្កររួចហើយចាំទៅទឹកពុះក្រូបតិចមកដើម្បីឲ្យទឹកពុះអូខេនេះត្រឡាចរបស់យើងទៅហាន់ខ្ទឹមមកហើយមកចាប់ដើមហាន់ខ្ទឹមបន្តិចមកអត់ទេខ្ទឹមនោះហាន់ខ្ទឹមអត់ហាន់ច្រើនពេកទេហាន់តែ2មេឃទុកមេឃប្រើថ្ងៃក្រោយនេះហាន់មកដាក់ក្នុងចាននេះហាន់ខ្ទឹមរួចយើងទៅមើលទឹកពុះឬនៅចុងភៅ Master Chef ដឹងតែទឹកដៃនេះដឹងតែឆ្ងាញ់មកស្ងោរត្រឡាចមកមើលទឹកយើងវិញខ្វាច់ហើយបង់ត្រឡាចចូលអានេះយកទុកមកសិនព្រាច់បងត្រឡាចចូលហើយបងប្អូនកូរតិចមកឲ្យចូលជាតិគ្នាក្របហើយកំពុងតែស្ដាច់កំពុងតែកុយមើលនោះបាយបន្តិចមកលាយជាមួយខ្លាញ់តិចដាក់ចានណាដាក់តយឆ្មាស៊ីឲ្យហើយទៅមួយយើងចាប់ដើមមើលទឹករបស់យើងច្រើនណាស់ដាក់តែបន្តិចមកបានហើយដាក់ចានដាក់ឲ្យស្រួលបួលមកក្មួយទៅចាប់ដៃហើយចាំលាងក៏មានអ្នកលាងដែរដួសខ្លាញ់បន្តិចមកវេកវាឲ្យញយហើយយកទៅឲ្យវាមកយកខ្លាញ់សតមកឥឡូវយើងចាប់ដើមមកមើលស្ងោរត្រឡាចរបស់យើងវិញអូហូពុះមួយហើយញត់ឲ្យវាតិចឲ្យបាយតិចចាប់ដៃច្បាច់ដល់ពេលស្ងោរត្រឡាចពុះឥឡូវយើងមកដាក់បាយឆ្មាចិញ្ចឹមឆ្មាដ៏ស្រស់ស្អាតមកឆេះនេះហេវហើយ
Đâm đâm chạm bị chế này này mà đạp bị chế mùi bị chế mẹ chào cỏ đại chỗ pro bao nhiêu phơi 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 chết hai Khanh mà đọc tè đôi này xa cái mùi tè thôm hay đang chan đáy đi liên xa đọc cốc tốcเอาตลาดบ่เยอะไงtrong khâuอะไรจำมือตัวสาบvậy cha mình tích nhau tầm lại